ជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមក្រាបថ្វាយបង្គំលោកបងជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះថាចន្ទ្រាសិក្សានៅជំនាញអក្សរសាស្ត្រខ្មែរនៃមហាវិទ្យាល័យអប់រំសិល្បៈនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យបាល់ទីអន្តរជាតិសាខាទី2ថ្ងៃនេះបងណានាងខ្ញុំឡើងមកនិយាយជាសាធារណៈនៅប្រធានបទមួយដែលចោទសួរថាហេតុអ្វីបានជាចំណេះដឹងនៃភាសានិងកុំព្យូទ័រមានសារៈសំខាន់ដល់និស្សិតសាកលវិទ្យាល័យនៅក្នុងការសិក្សាជំនាញរបស់ខ្លួនមុននឹងចូលដល់ការបកស្រាយនៅប្រធានបទខាងលើនាងខ្ញុំសូមលើកយកពាក្យកន្លឹះចំនួន2គឺទី1ចំណេះដឹងនៃភាសានិងកុំព្យូទ័រចំណេះដឹងនៃភាសានៅក្នុងន័យនេះគឺមិនមែនន័យថាជាចំណេះដឹងនៃភាសាផ្សេងគឺជាចំណេះដឹងនៃភាសាបរទេសដែលសិក្សានៅជំនាញនៅសិក្សានៅតាមសាលាឬសាកលវិទ្យាល័យផ្សេងហើយសម្រាប់កុំព្យូទ័រគឺជាគ្រឿងប្រព័ន្ធអេឡិចត្រូនិកដែលសម្រាប់ជំនួយដល់ការសិក្សារបស់សិស្សឬនិស្សិតនិងការងារផ្សេងផងដែរអញ្ចឹងសម្រាប់ប្រធានបទខាងលើនេះនាងខ្ញុំមានតែលក្ខណៈចំនួន2គឺទី1សារៈសំខាន់នៃចំណេះដឹងភាសាយើងដឹងថាភាសាបរទេសពិតជាមានសារៈសំខាន់ខ្លាំងដល់សិស្សនិស្សិតនិងក្នុងការសិក្សាជំនាញរបស់ខ្លួនដោយសារតែមុននឹងយើងចូលដល់សាកលវិទ្យាល័យគឺយើងត្រូវចេះដឹងយើងត្រូវមានចំណេះដឹងផ្នែកខាងភាសាដោយសារតែវាទូលំទូលាយក្នុងការយើងសិក្សានៅជំនាញរបស់ខ្លួនដូចជាការ research ប្រធានបទឬការធ្វើសំណួរដែលគ្រូដាក់ឲ្យអីចឹងជាដើមនិងជាពិសេសនៅក្នុងថ្នាក់សាកលវិទ្យាល័យគឺតែងតែមានមុខវិជ្ជាភាសាបរទេសតែងចូលរួមជាមួយផងដែរអញ្ចឹងតម្រូវឲ្យយើងចេះដឹងនៃភាសាបរទេសហ្នឹងជាសំខាន់ដើម្បីជំនួយដល់ក្នុងការសិក្សារបស់យើងផងហើយសម្រាប់ទិដ្ឋាការទី2គឺសារៈប្រយោជន៍នៃការចេះនៅការប្រើប្រាស់កុំព្យូទ័រអញ្ចឹងនៅថ្នាក់សាកលវិទ្យាល័យមិនថាសាកលវិទ្យាល័យណានៅប្រទេសណាគឺកុំព្យូទ័រគឺមានសារៈសំខាន់ដោយសារយើងត្រូវការប្រើប្រាស់ក្នុងការធ្វើ slide ក្នុងការធ្វើមេរៀនឬធ្វើការងារផ្សេងការងារស្រាវជ្រាវដែលគ្រូដាក់ឲ្យហ្នឹងគឺយើងត្រូវមានការប្រើប្រាស់កុំព្យូទ័របើយើងអត់មានកុំព្យូទ័រទេយើងពិបាកក្នុងការធ្វើការងារក្រុមធ្វើការងារសាលាដែលគ្រូដាក់ឲ្យដូចឧទាហរណ៍ជាក់ស្ដែងនៅក្នុងសាកលវិទ្យាល័យបាល់ទីអន្តរជាតិគឺអាដាមបណ្ឌិតលីឆេងគឺគាត់បានបង្កើតកម្មវិធីវគ្គបណ្ដុះបណ្ដាលកុំព្យូទ័រនិងភាសាបរទេសនៅក្នុងសម្រាប់និស្សិតដែលគាត់ចុះឈ្មោះចូលរៀននៅក្នុងសាកលវិទ្យាល័យបាល់ទីទាំងពីរសាខានេះផងដែរគឺមានន័យថាគាត់យកចិត្តទុកដាក់នៅក្នុងការសិក្សារបស់សិស្សដែលត្រូវចូលមករៀននៅក្នុងសាកលវិទ្យាល័យបាល់ទីដើម្បីឲ្យគាត់ចេះមុននឹងគាត់ចាប់ផ្ដើមនៅជំនាញគឺគាត់ចេះភាសាកាន់តែច្បាស់និងការប្រើប្រាស់កុំព្យូទ័រផងដែរអញ្ចឹងសរុបជារួមការចេះទាំងប្រើប្រាស់នៃភាសាបរទេសបានល្អនិងការចេះប្រើប្រាស់កុំព្យូទ័រនៅក្នុងថ្នាក់សាកលវិទ្យាល័យគឺវាពិតជាមានសារៈសំខាន់ដល់សិស្សនិស្សិតដើម្បីនៅក្នុងការអភិវឌ្ឍនៅការសិក្សាជំនាញរបស់ខ្លួនផងដែរការបកស្រាយរបស់នាងខ្ញុំត្រូវបានបញ្ចប់សូមអរគុណ